ទីនេះស្ថានីយ៍វិទ្យុផ្សាយសំឡេងកំពីងពួយវិទ្យុកំពីងពួយលោកអ្នកនាងជាទីមេត្រីវិទ្យុកំពីងពួយសូមគោរពបងប្អូនកូនក្មួយជាទីស្រឡាញ់រាប់អានសួស្តីឆ្នាំថ្មីសកលយួនបានជ្រៀតជ្រែកលូកដៃចូលផ្ទៃក្នុងនៃប្រទេសកម្ពុជាបន្ទាប់ពីបញ្ជាអាយ៉ងរបស់វាឲ្យចុះហត្ថលេខាទទួលស្គាល់បុណ្យជាតិ3ដែលយួនជាអ្នកបង្កើតនៅក្នុងប្រទេសនីមួយៗបុណ្យជាតិគឺបង្កើតឡើងដោយរដ្ឋសភានៃប្រទេសរៀងៗខ្លួនតែពេលនេះយួនកំពុងប៉ះពាល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរលោកហ៊ុនសីហាធ្វើសេចក្តីរាយការណ៍ដូចតទៅព្រះបាទសម្ដេចព្រះបរមអាគុកតេជោហ៊ុនសែនជីវិតតម្កល់លើរងព្រះអង្គមានការអបសុខជាខ្លាំងព្រោះជីវិតក៏កាន់តែចាស់រាសកាន់តែស្អប់សុខភាពកាន់តែទ្រុឌទ្រោមថ្ងៃក៏កាន់តែរេដោយមានការអាណិតអាសូរយ៉ាងខ្លាំងចៅហ្វាយរបស់ព្រះអង្គក៏បញ្ជាហៅឲ្យព្រះអង្គយាងទៅជួបជាបន្ទាន់នៅក្នុងជំនួបនោះចៅហ្វាយក៏បង្ខំឲ្យព្រះអង្គសញ្ញេទទួលស្គាល់ថ្ងៃបុណ្យខួប3ដែលយួនបានរៀបចំទុករួចស្រេចជាយូរមកហើយថ្ងៃខួប3នោះមាន1ថ្ងៃទី21ខែមិថុនាឆ្នាំ1978ថាជាថ្ងៃដែលសម្ដេចអាគុកសូមឲ្យយួនជួយកម្ពុជា2ថ្ងៃទី7ខែមករាឆ្នាំ1979ថាជាថ្ងៃដែលយួនរំដោះកម្ពុជាពីរបបខ្មែរក្រហម3ថ្ងៃទី29ខែធ្នូឆ្នាំ1999ថាជាថ្ងៃឈ្នះដែលចប់សង្គ្រាមនៅកម្ពុជានេះជាការដើរជាន់ក្បាលសម្ដេចអាគុកយ៉ាងអាម៉ាស់មុខបំផុតយើងសួរថាតើហេតុអ្វីបានជាយួនដើរជាន់ក្បាលតេជោនេះមកពីសម្ដេចអាគុកបណ្ដោយឲ្យយួនដើរជាន់បើយើងមិនអនុញ្ញាតក៏គ្មាននរណាហ៊ានដែរព្រះអង្គសម្ដេចអាគុកយល់ព្រមតាមការទាមទាររបស់យួនព្រោះព្រះអង្គពុំមានខួរលើប្រើឡើយមានតែខួរក្រោមដ៏តូចមួយរបស់ព្រះអង្គធ្វើដូច្នេះដើម្បីបង្ហាញកូនខ្មែរថាព្រះអង្គជាបរិសុទ្ធខ្លាំងជាងគេនៅក្នុងលោកអ្នកនាងជាទីមេត្រីវិទ្យុកំពីងពួយសូមលើកយកថ្ងៃ7មករាដែលយួនចាត់ទុកថាជាថ្ងៃដែលវាមករំដោះកម្ពុជាមកដាស់តឿនកូនខ្មែរឲ្យស្គាល់ការពិតជារៀងរាល់ឆ្នាំរបបដេរឆានរបស់អាយ៉ងយួនតែងតែប្រារព្ធពិធីរំលឹកខួបការឈ្លានពានរបស់យួនមកលើកម្ពុជាហើយប្រើភាសាថាយួនមករំដោះប្រជារាស្ត្រខ្មែរពីបនប្រល័យពូជសាសន៍ប៉ុលពតតើនរណាជាអ្នកបង្កើតខ្មែរក្រហមគឺយួនថែមទាំងប្រាប់ខ្មែរថាប្រជាជនយួនបានស្ម័គ្រចិត្តបដូរជីវិតមកជួយរំដោះខ្មែរហើយបើកុំតែបានវៀតណាមខ្មែរប្រហែលជាផុតពូជទៅហើយតើលោកអ្នកជឿដែរឬទេនៅរាល់ពាក្យសម្ដីរបស់យួនលោកអ្នកជាអ្នកកាន់ព្រះពុទ្ធសាសនាហើយព្រះពុទ្ធហាមដាច់ខាតមិនឲ្យជឿនរណាម្នាក់សូម្បីតែព្រះតថាគតផ្ទាល់ក្រៅពីស្ដាប់ហើយយកទៅពិចារណាហើយសួរថាតើសមឬក៏មិនសមយើងមិនចេះតែជឿគេស្រួលនោះទេព្រោះក្នុងលោកនេះមានមនុស្សល្អក៏មានមនុស្សអាក្រក់ដែលចាំទទួលយកផលប្រយោជន៍ពីយើងសម្ដេចអាគុកជឿយួនគ្រប់ពេលវេលាហើយការចំណេញបានទៅលើយួនមិនមែនបានមកលើខ្មែរឡើយយើងខ្ញុំសូមលើកសំណួរខ្លះដូចតទៅបើសិនជាយួនមកជួយរំដោះខ្មែរឲ្យផុតពីសេចក្តីស្លាប់មែននោះហេតុអ្វីបានយួនបញ្ជូនកូនខ្មែរឲ្យទៅស្លាប់ក្នុងផែនការក5ក្រោមស្លាកការពារជាតិយួនបាននិយាយអួតអាងថាកងទ័ពរបស់វាវាយលុកចូលប្រទេសកម្ពុជាទាំងមូលរំលំរបបប៉ុលពតតែប៉ុន្មានថ្ងៃប៉ុណ្ណោះបើខ្លាំងដូច្នោះមែននោះតើចាំបាច់កេណ្ឌកូនខ្មែរ1លាននាក់ទៅទប់ទល់នឹងកម្លាំងប៉ុលពតតាមព្រំប្រទល់ខ្មែរថៃធ្វើអ្វីយួនបានអះអាងថាការវាយលុកចូលកម្ពុជាមិនមែនជាការឈ្លានពានទេគឺជាការឆ្លើយតបទៅនឹងប៉ុលពតដែលបានឈ្លានពានប្រទេសយួនបើដូច្នោះមែនម្ដេចក៏យួនថាមករំដោះខ្មែរ
យួនបានអះអាងថាវាមករំដោះខ្មែរយើងសួរថាបើដូច្នោះមែនម្ដេចក៏យួនក្រាញ់មិនចេញពីប្រទេសកម្ពុជាបន្ទាប់ពីរំដោះហេតុអ្វីចាំដល់អង្គការសហប្រជាជាតិដេញក្បាលពួកវាចេញពីកម្ពុជាយួនបាននិយាយថាទាហានយួនសុទ្ធតែជាអ្នកស្ម័គ្រចិត្តដើម្បីជួយខ្មែរយើងសួរថាបើយួនមានចិត្តជាមនុស្សធម៌ពិតមែននោះហេតុអ្វីបានជាយួនមិនសហការជាមួយអង្គការសហប្រជាជាតិដើម្បីមនុស្សធម៌តើមានមនុស្សប៉ុន្មានអ្នកក្នុងលោកនេះដែលកើតមកស្ម័គ្រចិត្តចាំតែស្លាប់ហេតុអ្វីបានជាមានយួនបង្កប់ខ្លួនហើយពាក់សាក់ប្រងព្រាតនៅកម្ពុជាបើយួនជួយខ្មែរដោយស្មោះនោះហេតុអ្វីក៏យួនបង្កើតសន្ធិសញ្ញាបំពេញបន្ថែមរឹបអូសយកដីខ្មែរទាំងថ្ងៃហេតុអ្វីកូនខ្មែរត្រូវចាប់ដាក់គុកនៅពេលដែលកូនខ្មែរនិយាយពីរឿងព្រំដែនបើយួនមករំដោះខ្មែរដោយស្មោះម្ដេចក៏ចាំបាច់យកប្រជារាស្ត្រវាមកដាក់គ្រប់ទីកន្លែងនៅប្រទេសកម្ពុជាបើយួនមកជួយខ្មែរម្ដេចក៏ចាប់លោកប៉ែនសុវណ្ណដាក់គុកជាង10ឆ្នាំបន្ទាប់ពីលោកមិនយល់ព្រមនឹងយួនកេណ្ឌកូនខ្មែរឲ្យស្លាប់ក្នុងផែនការក5និងជំទាស់យួនយកប្រជាជនវាមកដាក់នៅក្នុងប្រទេសកម្ពុជាបើយួនមកជួយខ្មែរដោយស្មោះម្ដេចក៏វាមិនឲ្យកូនខ្មែររៀនប្រវត្តិសាស្ត្រពិតប្រាកដពីការឈ្លានពានរបស់កងទ័ពយួនមកលើកម្ពុជាហេតុអ្វីបានជាព្រះសង្ឃសំប៊ុនធឿនត្រូវបានធ្វើឃាតព្រោះព្រះអង្គតែងតែសម្ដែងធម៌ទេសនាដាស់តឿនកូនខ្មែរឲ្យចេះស្រឡាញ់ជាតិហេតុអ្វីបានជាលោកកែមលីត្រូវបានបាញ់សម្លាប់ព្រោះលោកតែងតែដើរអប់រំប្រជារាស្ត្រខ្មែរតាមភូមិឲ្យភ្ញាក់ខ្លួននឹងការពារទឹកដីហេតុអ្វីកញ្ញាទូចសនិចត្រូវបានបាញ់ទាំងថ្ងៃព្រោះនាងបានច្រៀងចម្រៀងរៀបរាប់ពីការឈឺចាប់របស់បងប្អូនខ្មែរកម្ពុជាក្រោមយើងមានសំណួរជាច្រើនទៀតសំណួរត្រួសខាងលើនេះយួនគ្មានចម្លើយឡើយចម្លើយរបស់វាមិនស៊ីសង្វាក់នឹងការពិតពួកវាតែងតែបញ្ជាអាយ៉ងរបស់វាមកបំបិតមាត់កូនខ្មែរនិងគំរាមកូនខ្មែរចាប់ដាក់គុកដាក់ច្រវាក់ប៉ុណ្ណោះសូមបញ្ជាក់ថាចៅគ្មានចម្លើយឡើយហើយការដោះស្រាយរបស់វាក៏មិនប្រក្រតីម្ដងឆ្លើយអញ្ចេះម្ដងឆ្លើយអញ្ចោះព្រោះវាគ្មានការពិតការធ្វើបាបសម្រាប់កូនខ្មែរពីការឈ្លានពានរបស់យួនវាមិនខុសគ្នាពីរបបប្រល័យពូជសាសន៍យួនយៈមិញឡើយកូនខ្មែរត្រចង់ចាំថាយួនមានបំណងតែមួយគត់មកលើកម្ពុជាប្រល័យពូជខ្មែរនិងត្របាក់ទឹកដីខ្ញុំបាទហ៊ុនសីហារាយការណ៍ពីខណ្ឌសែនឥតជ័យបាទលោកអ្នកនាងទើបតែបានស្ដាប់សេចក្តីរាយការណ៍ក្តៅៗពីលោកហ៊ុនសីហាជាទីបញ្ចប់នេះយើងខ្ញុំសូមជូនចម្រៀងចាស់មួយបទមានចំណងជើងថា7មករាដើម្បីរំលឹកកូនខ្មែរសូមអញ្ជើញស្ដាប់ដូចតទៅ7មករាពួកយើងដឹងថាយួនឈ្លានពានខ្មែរមែនហើយយួនឈ្លានពានខ្មែរ7មករាពួកយើងដឹងថាយួនឈ្លានពានខ្មែរមែនហើយយួនឈ្លានពានខ្មែររួចហើយវាដើរប្រាប់គេរួចហើយវាដើរភូតគេថារំដងខ្មែរចេញពីវាលស្រែប្រឡ័យពូជសាំងកុំមកពូនខរៀងខ្មែរប្រេងប្រាំងប្រើល្បិចក៏5ពួកយើងចងចាំដឹងឮយ៉ាងច្បាស់មែនហើយដឹងឮយ៉ាងច្បាស់ប្រើល្បិចក៏5ពួកយើងចងចាំដឹងឮយ៉ាងច្បាស់មែនហើយដឹងឮយ៉ាងច្បាស់គៀងកូនខ្មែរគ្រប់ផ្ទះបែកកូនម៉ែឪបែកញាតត្រូវពួកណាមវៀតជាជនពេជ្រឃាតយកទៅសំលាប់អាចោឃាតកោគឺជាយ៉ាងមិញ
កូនខ្មែរស្លូតត្រង់ត្រពុកយៈកងដេញចូលស្រែមីនត្រពុកយៈកងដេញចូលស្រែមីនកូនខ្មែរស្លូតត្រង់ត្រពុកយៈកងដេញចូលស្រែមីនត្រពុកយៈកងដេញចូលស្រែមីនកូនខ្មែរជួបសោកនាដកម្មអត់បាយគ្រុនចាញ់គ្មានថ្នាំខ្មែររាប់ម៉ឺនសែនត្រឡប់មកវិញតែផេងមួយក្តាប់អាចោយ៉ាងមិញព្រៃផ្សាយរឿងស្យាអោខ្មែរអើយខ្មែរនឹងហើយ7មករា7មករា7មករាអោខ្មែរអើយខ្មែរនឹងហើយ7មករា7មករា7មករាកុំភ្លេចត្រូវចងចាំថាពុកយួនគុំនិងរឿងស្យាប្លន់ដីខែមរារួចយកលេងថាមកក្រុមដងខ្មែរយកលេងថាមកក្រុមដងខ្មែរលោកអ្នកទើបតែបានស្ដាប់វិទ្យុផ្សាយសំឡេងកំពីងពួយវិទ្យុកំពីងពួយមានកម្ពស់រលកធាតុអាកាសកន្លះទឹកគីឡូហឺតផ្សាយចេញពីភូមិតាំងក្រសួលស្រុករំដួលសង្កាត់ដេរឆានការផ្សាយរបស់យើងខ្ញុំនៅពេលនេះចប់តែប៉ុណ្ណេះសួស្ដី សំលេងកំពីងពួយ